សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះជាវីដេអូថ្មីមួយទៀតហើយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដែលយើងអាចសរសេរប្រមក្នុងការបង្កើតជាលក្ខណៈ poster ក្នុងកម្មវិធីរត់ផ្សេងកម្មវិធីរត់ប្រណាំងឬក៏រត់ marathon អីចឹងទៅអញ្ចឹងសម្រាប់តែអ្នករៀបចំ event អីមិនចង់ចាយពេលវេលាច្រើននៅក្នុងការធ្វើ poster ហើយយើងចង់បានលឿនយើងអាចមាន prompt សរសេរក្នុងការបង្កើត poster ហ្នឹងបានងាយហើយលឿនបំផុតហើយរបៀបដែលយើងអាចធ្វើគឺយើងអាចធ្វើនៅក្នុង Gemini ក៏បាននៅក្នុង ChatGPT ក៏បានអ្វីដែលខ្ញុំធ្វើនេះគឺនៅក្នុង Google Gemini ហ្នឹងឯងហើយក៏ខ្ញុំមានឧទាហរណ៍ផ្សេងទៀតដែលខ្ញុំបានធ្វើចា៎នេះជា poster មួយដាក់បន្តិចអូខេជា poster នេះរត់ដើម្បីសុខភាពចិត្តទៅមកទៅដើម្បីសុខភាព2026មាន10គីឡូ21 42គីឡូ organize by ពីណាហើយខាងក្រោយមាន background អីអញ្ចឹងយើងអាចសរសេរប្រមនេះយើងមាន event យើងចង់អានេះយើងប្រើរូបយើងផ្ទាល់ហ្មងយើងដាក់ទៅវា design ស្អាតមែនតើគាត់ណាសខ្មែរ ChatGPT វាអត់ទាន់ស្គាល់ច្បាស់អត់ទាន់ស្គាល់ដៃជើងអញ្ចឹងមើលទៅវាដាច់ជាអ្នកទាំងគ្នាអាច edit time នៅក្នុង Photoshop ទៅដូចអត់អីប្រហែលដែរចា៎នេះជា poster មួយទៀតគំរូនេះ poster មួយទៀតខ្ញុំមើលទៅវាលក្ខណៈស្អាតមែនតើដែលយើងអាចប្រើតែប្រមតិចទៅយើងកែតិចទៅបានអញ្ចឹងយើងទាំងអស់គ្នាយើងចូលទៅការប្រើតែម្ដងទៅអញ្ចឹងយើងចូលទៅក្នុងឧទាហរណ៍នេះទី1យើងប្រើក្នុង Gemini សិនចុះនៅក្នុង ChatGPT សិនអញ្ចឹងខ្ញុំមានប្រមហើយអញ្ចឹងខ្ញុំ copy ប្រមនឹងទៅវិញខ្ញុំ pass ប្រមហ្នឹងអញ្ចឹងនេះជា prompt ដែលអ្នកទាំងអស់បានឃើញខ្ញុំបង្កើតខ្លីក្នុង prompt ហ្នឹងគេទី1ផ្នែកទី1គឺយើងព្យាយាមយើងយករូបដែលយើងមានឧទាហរណ៍យើងនេះរៀប event ឬក៏បុគ្គលល្បីណាយើងយកមកដាក់រូបមកហើយក្នុងហ្នឹងយើងសរសេរថាព្យាយាមយករូបដើមហ្នឹងកុំឲ្យវាដូររូបយើងទី2ទំហំ poster ហ្នឹងអញ្ចឹង poster យើងអាចធ្វើប្តេជ្ញាធ្វើបញ្ចូលតាមយើងទៅទី3ចំណងជើងថាចំណងជើងយើងចង់បាន poster រត់ដើម្បីសុខភាពអីចឹងទៅហើយខាងក្រោមនេះជាអ្វីដែលយើងពិពណ៌នាអំពី background របស់យើងឬក៏ environment ជុំវិញយើងtypography នេះគឺសម្រាប់ដែលយើងសរសេរ style អក្សរសរសេរយើងហើយអានេះយើងបន្ថែម organize by ពីណាគេអញ្ចឹងទៅចានេះជាឧទាហរណ៍ខ្លីៗអ្នកនរគ្នាអាចថែមថយបន្ថែមទៅបើសិនអ្នកនរគ្នាធ្វើ poster មែនតើថែមថយព្រោះវាមិនដូចអ្វីដែលយើងចង់បាន 100% ទេអ្នកគ្នាអាច screenshot ឬក៏ចូលទៅក្នុង Telegram របស់ខ្ញុំទៅដើម្បី copy prompt ទាំងអស់នេះអញ្ចឹងយើង testing ទាំងអស់គ្នាអញ្ចឹងអានេះឧទាហរណ៍ទី1ខ្ញុំទៅ upload រូប reference ដែលយើងមានអញ្ចឹងខ្ញុំថាយករូបខ្ញុំមួយចុះរូបនេះ generate ដោយ AI ទេប៉ុន្តែជា AI ពីរូបខ្ញុំដែរអូខេអញ្ចឹងយើងចូលទៅ image ដើម្បី create ទៅអូខេអញ្ចឹងនេះឧទាហរណ៍ទី1ចុចចេញឲ្យវា generate ទៅចឹងកុំឲ្យចាំយូរខ្ញុំទៅរកprompt ទី2 prompt ទី2ដូចគ្នាទេគ្រាន់តែយើងដូរតិចតួចអានេះយើងដូរចំណងជើងវាទៅជារត់ពាក់កណ្ដាល marathon នៅភ្នំពេញវិញចឹងចឹងសារនេះខ្ញុំ upload រូបមនុស្សស្រីម្ដងអូខេអញ្ចឹងឧទាហរណ៍ទី2កុំឲ្យយើងយើងចាំតិចអានេះវាកំពុង upload ចឹងយើងចុចឲ្យវា generate ទៅអូខេចាហ្នឹងរបៀបដែលខ្ញុំ generate នៅក្នុងChatGPT ចាំបន្តទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាទៅ generate នៅក្នុងកម្មវិធីរបស់ Google វិញគេហ្នឹងឧទាហរណ៍ទី2ដាក់ឧទាហរណ៍ទី3ទៅអូខេអញ្ចឹងមុនចូលឧទាហរណ៍ទី3ចង់បង្ហាញរូបអញ្ចឹងអានេះជារូបដែល generate ដោយអញ្ចឹងយើងមើលទៅវាស្អាតមែនទែនវាយករូបយើងមកដាក់ហើយវាសរសេរ title មករត់ដើម្បីសុខភាពអញ្ចឹងអាកន្លែងអក្សរនេះ event ថ្ងៃណាអីយើងអាច edit យើងអាចថែមថយបានសូម្បីអាស្លាករត់នេះក៏យើងអាចដាក់លេខយើងបានដែរប្រហែលគីឡូអញ្ចឹងតាមឧទាហរណ៍ generate ទី1ដោយប្រើរូបមនុស្សប្រុសជាគំរូ
ចឹងដើម្បីកំពុងចាំអារូបដែល generate ដោយនិស្ស័យនេះចឹងយើងឧទាហរណ៍ទី3ទៅចឹងអានេះ event នេះយើងនិយាយពីរត់ដើម្បីកុមារចឹងយើងទៅ upload រូបមកចឹង process ស្តៀងគ្នាទេខ្ញុំយកនិស្ស័យណាអូខេហើយយើងចុចឲ្យវា generate អូខេចឹងយើងចាំទាំងអស់គ្នាចានេះរូប generate ទី2មិនដឹងវា error អីទេវាអត់ចេញរូបនិស្ស័យវាចេញមនុស្សប្រុសវិញអញ្ចឹងអ្នកនរគ្នាអាច generate ថាជាគាត់មើលវាជាប់នៅលើនេះអីមិនដឹងណាភាសារូបនិស្ស័យនេះខ្ញុំ generate ពីរូបមនុស្សប្រុសដើមអញ្ចឹងហើយវាច្រឡំតែអីអ្នកនរគ្នាអាចបើវាចេញដូចគ្នាអញ្ចឹងប្រហែលជាវាចំណាំពីអាលើនេះមកចឹងបើសិនជាអាចអ្នកយក new chart ហ្មងក៏បានដែរចឹងខ្ញុំគិតថាយក new chart ហ្មងទៅកុំឲ្យយើងឧទាហរណ៍ឃើញពិតទី3ទី4ទី4ចឹងរត់យើងដាក់ជ័យជំនះចាប់ផ្ដើមពី1ជំហានចឹង upload អានេះខ្ញុំយក new chart ហ្មងព្រោះមិញដាក់ chart មួយគ្នាវាទៅចេញមនុស្សប្រុសវិញចឹងទៅអូខេចឹងទី5ចុចចូលអូខេចឹងមិញយើងបានមានឧទាហរណ៍ទី3តែនេះមិញចឹងក៏ពិតវា generate ចេញតាច្រឡំអញ្ចឹងអានេះដាក់រត់ដើម្បីកុមារអញ្ចឹងមើលទៅវាស្អាតមែនតើមានរូបយើងមានរូប background មានក្មេងៗអញ្ចឹងទៅស្អាតមែនតើអូខេអញ្ចឹងអានេះជាឧទាហរណ៍ទី1សម្រាប់យើងអនុវត្តនៅក្នុង Chat GPT បាទអញ្ចឹងយើងចូលទៅអនុវត្តនៅក្នុង Google Gemini ម្ដងអញ្ចឹង Chat GPT និង Gemini មិនខុសគ្នាគ្រាន់តែរូបវាតែវា generate រូបវាអាចចេញ style ផ្សេងគ្នាអញ្ចឹងហើយជាទៅដូចជានៅក្នុង Gemini វាស្គាល់អក្សរខ្មែរបានច្រើនជាងនៅក្នុង Chat GPT អូខេអញ្ចឹងខ្ញុំសូមតិចអញ្ចឹងយើងទៅយករូប sorry យកprompt ដែលយើងបង្កើតមុនហ្នឹងទៅតែស្តៀងគ្នាទេអញ្ចឹងយើងទៅ upload រូបយើងមកនៅស្រីទៅចានេះជាឧទាហរណ៍ទី1យើងអាចឲ្យវា generate មក edit image ចឹងយើងចុចឲ្យវា generate ទៅចឹងចាំមក flat មកចាំយូរយើងទៅពី prompt មួយទៀតអញ្ចឹងអានេះរូបដែលយើង generate ដោយ Gemini នេះអ្វីដែល Gemini គាត់ design គាត់មានលក្ខណៈ clean ជាងអ្វីដែល Chat GPT គាត់generate ចឹងយើងសាប់តេស្តទី2ទៀតមកអូខេ upload រូបនេះជាឧទាហរណ៍ទី2រត់ពាក់កណ្ដាលម៉ាតុនដើម្បីកំពុងចាំយើងយកឧទាហរណ៍ទី3ទៀតពេលចឹងនេះរូបដែល generate ដោយ Chat GPT sorry ដោយ Gemini ចឹងមើលទៅវាមានលក្ខណៈ clean ជាងChat GPT អញ្ចឹងមើលទៅមានមនុស្សមាន background មានឯករាជ្យគេវឌ្ឍនៈអញ្ចឹងតែអានេះគាត់មើល plate វាដឹងថានឹងរូប AI ប៉ុន្តែមើល Chat GPT មើលអត់សូវដឹងទេហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចប្រើបាននៅក្នុង Google Flow Google Flow អ្នកទាំងអស់គ្នាចូលពាក្យ Google វាយពាក្យ Google Flow AI នេះមកនេះរបៀបសរសេរ prompt អីគឺដូចគ្នាទេអានេះខ្ញុំចង់បង្ហាញរូបដែលខ្ញុំបាន generate ដោយ AI ហ្នឹងអញ្ចឹងយើងអាចចូលទៅក្នុង Google Flow ហ្នឹងក៏បានដែរអូខេចានេះរូប generate មួយទៀត
អូខេអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អីអាចសួរខ្ញុំបាន